bà sông cột đào lục bù mây phum nâng sông cột đào bong phônสมาชิกปรมเตียงธนาดึกน้อมในสมาคมรวมคณีอภิวัตดำใบซอนเพียบเตียงบางថ្ងៃនេះគឺជាថ្ងៃអាទិត្យទី7ខែមិថុនាឆ្នាំ2026ខ្ញុំបាទខិនវ៉ាន់ដឹកនាំបងប្អូនសមាជិកទាំងអស់នៅក្នុងសមាគមចូលរួមរំលែកទុក្ខមរណភាពនៃសពបងស្រីសយសារ៉េតជាសមាជិកសមាគមដែលទទួលមរណភាពដោយរោគគាពៀតនៅថ្ងៃទី21ខែឧសភាឆ្នាំ2026ដែលស្ថិតនៅក្នុងភូមិតាប៉ែតឃុំជ្រៃលាស់ស្រុកពញាលឺខេត្តកណ្ដាលថ្ងៃនេះផងដែរខ្ញុំបាទតំណាងឲ្យបងប្អូនយើងដែលប្រកបការងាររកស៊ីនៅលើវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃសមាគមរួមគ្នាអភិវឌ្ឍដើម្បីសន្តិភាពទូទាំង25ខេត្តក្រុងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះសមាជិកសមាគមដែលបានទទួលមរណភាពនិងសូមចូលរួមរំលែកទុក្ខចំពោះគ្រួសារសពនៃបងសុយសារ៉េតខ្ញុំបាទក៏បានពំនាំនៅថវិកាដែលបានរៃអង្គាសពីបងប្អូនសមាជិកសមាជិកាទូទាំង25ខេត្តក្រុងបានចំនួន2,44,000 រៀលបាទក្រៅពីការសួរសុខទុក្ខក៏បានឧបត្ថម្ភជាប្រាក់ទាំងអស់នេះជូនដល់ក្រុមគ្រួសារបងសុយសារ៉េតដើម្បីសម្រួលនៅការខ្វះខាតរបស់ក្រុមគ្រួសាររបស់បងផងដែរបាទជាចុងក្រោយខ្ញុំសូមអរគុណដល់បងប្អូនថ្នាក់ដឹកនាំសមាជិកសមាជិកាទាំងអស់នៅក្នុងសមាគមរួមគ្នាអភិវឌ្ឍដើម្បីសន្តិភាពជាចុងក្រោយខ្ញុំសូមអំពាវនាវដល់បងប្អូនអ្នកដែលប្រកបការងាររកស៊ីលើវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់គួរតែចូលរួមជាមួយនឹងសមាគមរួមគ្នាអភិវឌ្ឍដើម្បីសន្តិភាពបងប្អូននឹងទទួលបាននូវការជួយគ្នាទៅវិញទៅមកនៅក្នុងគ្រាដែលជួបបញ្ហាជួបការលំបាកនៅគ្រាមានអាសន្នអន់ក្រទាំងឡាយបងប្អូនណាសមាគមយើងគឺគោរពស្រឡាញ់គ្នាផ្ដល់តម្លៃឲ្យគ្នាយើងចេះជួយគ្នាទៅវិញទៅមកនៅក្នុងគ្រាដែលបងប្អូនជួបនៅបញ្ហាបាទជាចុងក្រោយបាទលោកពូមេភូមិព្រមទាំងក្រុមគ្រួសាររបស់បងស្រីសយសារ៉េតបាទមានអីថ្លែងអំណរគុណដល់បងប្អូនសមាជិកសមាជិកានៅក្នុងសមាគមដែលបានឧបត្ថម្ភជាទឹកប្រាក់ក៏ដូចសួរសុខទុក្ខពីបងប្អូនយើងសមាជិកសមាជិកានៅក្នុងសមាគមផងថ្លែងអំណរគុណដល់ខាងសមាគមដែលកត្តាទីដែលបានគ្រប់គ្រងដល់បងប្អូនយើងដែលធ្វើចូលក្នុងសមាគមទាំងអស់សូមឲ្យបងប្អូនយើងទទួលបាននៅសេចក្តីសុខសេចក្តីចម្រើនទាំងអស់គ្នាបាទសូមថ្លែងអំណរគុណដល់សមាគមអភិវឌ្ឍដើម្បីសន្តិភាពបាទបែបធ្វើខ្មែរជួយខ្មែរបាទអញ្ចឹងនេះខ្ញុំបាទតំណាងឲ្យមេភូមិសពសយសារ៉េតនិងប្អូនសល់បាទសូមថ្លែងអំណរគុណដល់ខាងសមាគមដែលបានជួយដិតដល់គ្រួសារជនរងគ្រោះតែមរណភាពសយសារ៉េតនេះអញ្ចឹងនេះសូមក្រុមហ៊ុនសូមសមាគមអស់លោកទាំងអស់គ្នាបានជោគជ័យចាប់ពីនេះមកនេះតនេះទៅឲ្យផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋរបស់ភូមិរបស់ខ្ញុំឲ្យបានចូលរួមក្នុងសមាគមរបស់ក្រុមហ៊ុនសមាគម ADP ពូ ADP នេះបាទអញ្ចឹងគេមានការផ្សព្វផ្សាយមានការអត់មានក្រែងបន្លំទេគឺពិតតែម្ដងបាទហ្នឹងហើយបាទសមាគមនេះគឺឈ្មោះខ្មែរពាក្យពេញគឺសមាគមរួមគ្នាអភិវឌ្ឍដើម្បីសន្តិភាពបាទពូបាទ